ស្ដីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំថ្ងៃនេះយើងនឹងនិយាយពីការប្រៀបធៀបដ៏ធំបំផុតមួយក្នុងពិភពបាល់ទាត់សម័យថ្មីគឺលៀនអម្បាប៉េជាមួយនឹង Erling Haaland កីឡាករទាំងពីរនាក់នេះត្រូវបានគេចាត់ទុកជាអនាគតនៃពិភពលោកបន្ទាប់ពីសម័យរបស់ Lionel Messi និង Cristiano Ronaldo ប៉ុន្តែសំណួរគឺតើអ្នកណាល្អជាងតើអ្នកណាស័ក្តិសមនឹងក្លាយជា King of Football ហើយអ្នកណាអាចឈ្នះ Ballon d'Or ច្រើនជាងគេនាពេលអនាគតសូមទស្សនាវីដេអូនេះរហូតដល់ចប់ល្បឿនបើនិយាយពីល្បឿនអម្បាប៉េគឺជាកីឡាករដែលមានល្បឿនបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់នៅពេលដែលគាត់រត់ counter attack ខ្សែការពារជាច្រើនស្ទើរតែមិនអាចតាមទាន់គាត់មានការបញ្ជាបាល់និងល្បឿនខ្ពស់និងអាចបដូរទិសបានលឿនបំផុតចំណែក Erling Haaland ក៏ល្បឿនដែរប៉ុន្តែគាត់ប្រើកម្លាំងរាងកាយច្រើនជាងខ្ញុំគិតថាចំណុចនេះគឺអម្បាប៉េជាអ្នកឈ្នះ Erling Haaland មានកម្ពស់ប្រមាណ 1.95 m គាត់អាចប្រើរាងកាយបុកការពារនិងឈ្នះការប្រជែងបាល់ក្នុងប្រអប់ព្រោះនៅពេលបាល់ក្រោះចូលមក Haaland គឺជាម៉ាស៊ីនរកគ្រាប់បាល់ពិតៗអម្បាប៉េមិនខ្លាំងប៉ុន្មានទេប៉ុន្តែមានភាពរហ័សរហួនជាងចំណុចនេះគឺគិតថា Haaland ជាអ្នកឈ្នះ Haaland ត្រូវគេស្គាល់ថាជា goal machine គាត់អាចរកគ្រាប់បាល់បានពីគ្រប់ជ្រុងជើងឆ្វេងជើងស្ដាំក្បាលទើបតែអាចសុទ្ធបានយ៉ាងគ្រោះថ្នាក់អម្បាប៉េក៏សុទ្ធល្អដែរប៉ុន្តែ Haaland មានស្ថិរភាពខ្ពស់ជាងចំណុចនេះគឺ Haaland ជាអ្នកឈ្នះអម្បាប៉េមានជំនាញ dribbling អស្ចារ្យគាត់អាចឆ្លងផុតខ្សែការពារច្រើនអ្នកក្នុងពេលតែមួយគាត់មានការគ្រប់គ្រងបាល់បានល្អនិងបង្កើតឱកាសដោយខ្លួនឯងបានយ៉ាងងាយ Haaland ផ្ដោតលើការរកគ្រាប់បាល់ជាចម្បងចំណុចនេះគឺអម្បាប៉េជាអ្នកឈ្នះអម្បាប៉េឈ្នះ World Cup ជាមួយក្រុមជម្រើសជាតិបារាំងតាំងពីវ័យក្មេងគាត់ក៏សុទ្ធ hat-trick ក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup ផងដែរចំណែក Haaland មិនទាន់មានឱកាសច្រើនជាមួយក្រុមជម្រើសជាតិ Norway ទេចំណុចនេះគឺអម្បាប៉េនៅតែជាអ្នកឈ្នះអម្បាប៉េបានជោគជ័យជាមួយ Paris SPG សំទោសបងប្អូន PSG ដែលជាបានបន្តអាជីពនៅក្លឹបធំៗ Haaland បានបំបីកំណត់ត្រាជាច្រើននៅ Premier League និង Champions League គាត់ជាផ្នែកសំខាន់នៃក្រុមដែលអាចឈ្នះពានជាច្រើនចំណុចនេះគឺថា Haaland ជាអ្នកឈ្នះអ្នកណាអាចក្លាយជា GOAT អម្បាប៉េមានល្បឿនបច្ចេកទេសនិងជោគជ័យជាមួយក្រុមជម្រើសជាតិ Haaland មានកម្លាំងការបញ្ចប់ទីនិងស្ថិតិរកគ្រាប់បាល់ដ៏អស្ចារ្យអ្នកទាំងពីរមានឱកាសឈ្នះ Ballon d'Or ជាច្រើនដងក្នុងពេលអនាគតប៉ុន្តែប្រសិនបើនិយាយពីភាពគ្រប់ជ្រុងជ្រោយនិងឥទ្ធិពលនៃការប្រកួតអម្បាប៉េប្រហែលមានអត្ថប្រយោជន៍បន្តិចប៉ុន្តែបើនិយាយពីការរកគ្រាប់បាល់សុទ្ធគឺ Haaland គឺជាស្ដេចហើយនេះគឺជាការប្រៀបធៀបរវាងអម្បាប៉េនិង Haaland តើអ្នកគិតថាអ្នកណាល្អជាងខមមិនខាងក្រោមអម្បាប៉េឬ Haaland បើអ្នកចូលចិត្តវីដេអូនេះសូមចុច like subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតអរគុណ